យើងបែងចែកពីរយ៉ាងដំបូងយើងតែងតែជជែកអំពីការដែលមនុស្សមើលឃើញខ្មោចដោយការសម័យរវើរវាយអាហ្នឹងវាចូលបញ្ហាផ្លូវចិត្តហ្នឹងហើយនឹងការឃើញខ្មោចពិតប្រាកដព្រោះក្នុងសាសនាណាក៏ដោយរឿងព្រលឹងវិញ្ញាណគឺមានអាហ្នឹងយើងត្រូវតែទទួលស្គាល់ពុំមានសាសនាណាមួយដែលបដិសេធនឹងព្រលឹងវិញ្ញាណទេអញ្ចឹងតើគួរបែងចែកបែបណាអាណាដែលជាការឃើញខ្មោចពិតប្រាកដអាណាដែលជាការសម័យរវើរវាយរបស់អ្នកមានបញ្ហាផ្លូវចិត្តក៏ប៉ុន្តែបើមនុស្សមិនខ្លាចហើយនៅតែឃើញហើយក៏នៅតែមិនខ្លាចអានោះអាចជាការពិតដែរអាចជាការពិតអញ្ចឹងមានអីទេថាខ្មោចពិតបរអាចារ្យខ្មោចខ្លែងខ្លាយរញោមរូបចិត្តសាស្ត្រប៉ុន្តែសំណួរបន្តទៅទៀតតកតងជាមួយនឹងការរវើរវាយឃើញនៅព្រលឹងខ្មោចឃើញនៅរូបរាងអាក្រក់អីផ្សេងដល់ហើយគាត់មានការខ្លាចនៅក្នុងចិត្តរបស់គាត់រហូតដល់អ្នកខ្លះនាំឲ្យប៉ះពាល់ក្នុងជីវិតប្រចាំថ្ងៃគាត់ខ្លាំងមែនទែនសូម្បីតែនៅផ្ទះម្នាក់ឯងអត់ហ៊ាននៅផងអញ្ចឹងតើការខ្លាចខ្មោចយើងនិយាយដោយសាមញ្ញឬក៏ការមើលឃើញខ្មោចយើងនិយាយដោយសាមញ្ញដូចគ្នាយើងអាចពន្យល់បានតាមបែបវិទ្យាសាស្ត្រហើយនិងតាមបែបសាសនាខ្ញុំជូនផ្នែកវិទ្យាសាស្ត្រមុនជជែកខ្ញុំនឹងចែកម្លែកតាមផ្នែកសាសនាតាមក្រោយអូខេអរគុណបាទក៏ប៉ិតរឿងនេះវាសាំញ៉ាំព្រោះបាទមើលឃើញខ្មោចអាចចូលមមៀលអ្នកខ្លះនៅក្នុងវិទ្យាសាស្ត្រគេអត់មានដឹងថាមានខ្មោចអត់ទេយើងអត់អាចស្រាវជ្រាវបានណាប៉ុន្តែអើយសម្រាប់ពួកខ្ញុំនៅតែឲ្យសង្កេតឃើញអំពីភាពប៉ះពាល់ពួកយើងលើកចិត្តអំពីភាពពេលខ្លះមើលឃើញខ្មោចអាចខ្មោចឧទាហរណ៍ថាខ្មោចមានពិតបាទគាត់មើលឃើញខ្មោចមែនប៉ុន្តែគាត់រស់នៅជីវិតប្រចាំថ្ងៃបានអត់រំខាននៅជីវិតប្រចាំថ្ងៃគាត់ទេគាត់ស៊ាំមួយរឿងហ្នឹងឧទាហរណ៍ថាគាត់ដឹងថាអូខេខ្មោចនឹងមិនធ្វើអីគាត់ទេវាមិនប៉ះពាល់អីគាត់ទេឬគាត់ដឹងថាអូខេគាត់គ្រាន់តែត្រូវការអីមួយដើម្បីទៅទប់ស្កាត់ឧទាហរណ៍ពាក់សកលព្រះឬក៏ពាក់អីមួយដើម្បីដំណើរពាក់កថាពាក់អីមួយទៅការពារខ្លួនគាត់ស្ងប់អារម្មណ៍បាទអត់ចូលជាបញ្ហាទេប៉ុន្តែនៅពេលដែលខ្លាចដល់ថ្នាក់ហ៊ាននៅផ្ទះម្នាក់ឯងទៅណាវាពលុបមិនហ៊ានទៅអីចឹងទៅហ្នឹងវាចូលទៅជាវិបត្តិផ្លូវចិត្តផ្សេងទៀតវាចូលទៅជាជំងឺផ្លូវចិត្តផ្សេងទៀតថ្មីមួយទៀតពោះយើងអត់កត់សម្គាល់ថាខ្មោចមានពិតឬមិនពិតទេប៉ុន្តែយើងកត់សម្គាល់គាត់រស់នៅជាមួយតថភាពពិតបានអត់គាត់រស់នៅជាមួយជីវិតគាត់បានអត់បាទអ្នកខ្លះរស់នៅអត់បានរំខានខ្លាំងឧទាហរណ៍ថាគាត់អាបញ្ហាខ្មោចនេះវាជាបញ្ហាហើយតែគាត់វាអត់អាចរស់នៅជាមួយនឹងអារឿងនឹងបានឧទាហរណ៍គាត់ពេលខ្លះគាត់ដាច់ភ្លើងហ្នឹងភ័យខ្មោចមកដល់ខ្មោចធ្វើបាបខ្មោចអីវាពេលខ្លះគាត់បាញ់ចែកអត់ដាច់ថាអាណាពិតអាណាមិនពិតណាវាធ្វើឲ្យរំខាននៅជីវិតរស់នៅប្រចាំថ្ងៃអញ្ចឹងពួកយើងគាត់សម្គាល់ទៅលើរបៀបនៃការរស់នៅប្រចាំថ្ងៃតើរស់នៅសនុកសុខស្រួលបានប៉ុណ្ណាបើអត់សនុកសុខស្រួលភ័យខ្លាចខ្លាំងមិនអាចគ្រប់គ្រងបានលេះឡាស់ខ្លាំងយើងហៅថាជំងឺផ្លូវចិត្តហើយបាទវាអាចជាជំងឺណាមួយអាចជាជំងឺណាមួយវាយើងមានជំងឺច្រើនអញ្ចឹងអត់ប៉ុន្តែនៅក្នុងសាសនាបងយល់ឃើញមិនដែរយើងបែងចែកពីរយ៉ាងដំបូងយើងតែងតែជជែកអំពីការដែលមនុស្សមើលឃើញខ្មោចដោយការសម័យរវើរវាយអាហ្នឹងវាចូលបញ្ហាផ្លូវចិត្តហ្នឹងហើយនឹងការឃើញខ្មោចពិតប្រាកដព្រោះក្នុងសាសនាណាក៏ដោយរឿងព្រលឹងវិញ្ញាណគឺមានអាហ្នឹងយើងត្រូវតែទទួលស្គាល់ពុំមានសាសនាណាមួយដែលបដិសេធនឹងព្រលឹងវិញ្ញាណទេអញ្ចឹងតើគួរបែងចែកបែបណាអាណាដែលជាការឃើញខ្មោចពិតប្រាកដអាណាដែលជាការសម័យរវើរវាយរបស់អ្នកមានបញ្ហាផ្លូវចិត្តខ្ញុំលើកឧទាហរណ៍អំពីអ្នកដែលសម័យមុនអ្នកសម័យមុននៅពេលដែលគាត់ឃើញខ្មោចវាជាប្រភេទខ្មោចដែលគាត់ធ្លាប់បានស្គាល់ជាប្រភេទខ្មោចដែលគាត់ធ្លាប់បានឃើញមាននៅក្នុងចិត្តគំនិតគាត់ហើយស្រេចជាឧទាហរណ៍នៅក្នុងប្រជាពលរដ្ឋខ្មែរឬនៅប្រទេសខ្មែរនៅក្នុងវប្បធម៌របស់យើងខ្មោចមានរូបរាងបែបណាឧបមាចុះខ្មោចមានរូបបែបណាឧទាហរណ៍តែខ្មោចស្លៀកពាក់បែបបុរាណឬស្លៀកសសក់កទ្រឿងអីជាស្អីដែលយើងមាននៅក្នុងចិត្តគំនិតហើយស្រេចហើយរហូតដល់ពេលណាមួយចិត្តគំនិតនោះវាបញ្ជូនរូបភាពហ្នឹងឲ្យយើងឃើញតាមរយៈការសម័យរបស់យើងណាវាផលិតរូបភាពឡើងវិញម្យ៉ាងវិញទៀតបើសិនជាខ្មោចដែលលងយើងនោះវាមានលក្ខណៈដូចខ្មោចក្នុងភាពយន្តខ្ញុំបញ្ជាក់ពាក្យហ្នឹងបន្តិចពីព្រោះកន្លងមកយើងជួបច្រើនមែនទែនអ្នកដែលគាត់ខ្មោចលងហើយលក្ខណៈខ្មោចដែលលងរបស់ដែលលងគាត់ឃើញគាត់ហ្នឹងណាគឺមានលក្ខណៈដូចក្នុងភាពយន្តបានន័យថាម៉េចនៅពេលដែលគាត់មើលភាពយន្តមួយដែលឧបមាថាខ្មោចស្លៀកពាក់ជានារីរបាំបុរាណហើយស្រាប់តែគាត់មើលឃើញខ្មោចស្លៀកពាក់នារីរបាំបុរាណក្រោយពីមើលរឿងនោះ 100% ជាការសម័យរបស់គាត់ 100% ជាការសម័យរបស់គាត់
ក៏ប៉ុន្តែអ្នកខ្លះទៀតមានបញ្ហានឹងដូចគ្នាខ្ញុំធ្លាប់ឃើញហើយយើងមានការ complain ច្រើនមានការចែកម្លែកច្រើនពីស្ថាបត្យករបុរាណគឺដូចលោកគ្រូសង្គលគាត់ថាដោយសារតែការផលិតរឿងខ្មោចនៅផ្ទះបុរាណច្រើនពេកធ្វើឲ្យក្មេងជំនាន់ក្រោយខ្លាចរចនាបថផ្ទះបុរាណរហូតដល់ឲ្យតែឃើញផ្ទះបុរាណខ្លាចខ្មោចតែម្ដងឯកភាពខ្ញុំផ្ទាល់ខ្ញុំផ្ទាល់មិនបាច់រត់ណាគេដោយសារជំនឿអត់សមហើយព្រោះពីក្មេងខ្ញុំអត់ហ៊ានឡើងលើផ្ទះបុរាណទេផ្ទះឈើបាទផ្ទះឈើខ្ញុំអត់ចូលចិត្តផ្ទះឈើចាស់ទេឲ្យតែឃើញគឺខ្លាចខ្មោចហ្មងអញ្ចឹងវាមិនមែនជាជាក់ស្ដែងមានពលឹងវិញ្ញាណក្នុងហ្នឹងប៉ុន្តែវាជាភាពដិតដាមអារម្មណ៍រន្ធត់នៃការមើលភាពយន្តច្រើនរបស់យើងណាឧទាហរណ៍ថារឿងខ្មោចនៅក្នុងផ្ទះបុរាណប្រហែលរឿងដែលយើងធ្លាប់បានមើលមិនក្រោម10រឿងទេបើសិនអ្នកចូលចិត្តមើលហើយបើខ្មោចស្លៀកពាក់របាំបុរាណមិនក្រោម5រឿងទេដែលមានខ្មោចស្លៀកពាក់របាំបុរាណបើនិយាយអំពីខ្មោចស្អីប្រភេទផ្សេងៗទៀតទៅយើងកុំភ្លេចថារូបភាពទាំងអស់ហ្នឹងពេលយើងមើលហើយវាអត់រលាយទេវានៅក្នុងលើករហូតជួនកាលវាចេញមកតាមយល់សប្តិរបស់យើងក៏មានផលិតថ្មីទៀតវាផលិតថ្មីវាកែតន្តិចតួចទេប៉ុន្តែក្នុងទម្រង់ដដែលខ្ញុំពន្យល់នេះដើម្បីបញ្ជាក់ថាបើសិនជារូបភាពខ្មោចដែលយើងឃើញដូចអ្វីដែលយើងធ្លាប់បានឃើញតាមរយៈភាពយន្តតាមរយៈរូបភាពតាមរយៈកាសែតតាមរយៈ Facebook អីផ្សេងៗនោះជាការផលិតឡើងវិញរូបភាពដែលយើងផលិតដោយខ្លួនឯងហើយជាពិសេសអ្នកខ្លះពុំធ្លាប់មើលរឿងខ្មោចប៉ុន្តែក៏ត្រូវបានឃើញខ្មោចគាត់ប្រាប់យើងក៏វាជាការគេហៅថាការភ័យតក់ស្លុតហួសប្រមាណរបស់គាត់ធ្វើឲ្យគាត់គេហៅថា recognizing pattern ពាក្យថា recognizing pattern នេះមានថាឧបមាដូចគាត់ខ្លាចពេកអាកៅបយួរនៅអញ្ចឹងហ្នឹងមើលទៅដូចមុខមនុស្សដាក់បនូកកៅនៅលើកៅអីឬក៏កាបូបមួយលើកៅអីមើលទៅឃើញដូចមនុស្សអង្គុយលើហ្នឹងដូចខ្មោចអង្គុយពីព្រោះយើងចាប់ផ្ដើម recognize ថាអានោះដូចមាត់អានេះដូចភ្នែកអញ្ចឹងទាំងអស់ហ្នឹងប្រហែលជាវាកំពុងញញឹមដាក់យើងពីព្រោះខួរក្បាលមនុស្សយើងតែងតែចាប់ឧបមាដូចយើងឃើញសត្វពីរហើរទន្ទឹមគ្នាមានសត្វមួយហើរកណ្ដាលនឹងក្រោមមើលទៅដូចមុខមនុស្សអញ្ចឹងតាមពិតវាគ្មានមុខនៅហ្នឹងទេប៉ុន្តែខួរក្បាលរបស់យើង recognize automatic គូផ្គងឲ្យបាទគូផ្គងឲ្យថាបើមាន 2.2 អញ្ចឹងហើយមានកណ្ដាលមួយអាហ្នឹងភ្នែកមាត់ហើយបាទមាត់ហើយភ្នែកអញ្ចឹងអ្នកដែលខ្លាចខ្លាំងគាត់នឹងបង្កើតរូបភាពហ្នឹងគ្រប់យ៉ាងទាំងអស់មើលការ៉ូក៏ឃើញមុខអីយ៉ាងហ្នឹងមើលកៅព្យួរមើលកបោបព្យួរក៏ដូចខ្លាចទៅឮសំឡេងអីគាត់ចាប់ផ្ដើមដូចថាឆ្មាវាយំប៉ុន្តែគាត់បង្កើតរូបភាពមួយថានឹងមិនមែនធ្វើមកឆ្មាយំទេវាជាស្អីមួយទៀតអាហ្នឹងជាលក្ខណៈមួយដែលខ្មោចលងខ្លាយទេគឺយើងលងខ្លួនឯងប៉ុន្តែនិយាយរឿងខ្មោចលងមែនទែនខ្ញុំនិយាយនេះមិនមានជំរុញឲ្យបងប្អូនយើងទៅខ្លាចខ្មោចទេក៏ប៉ុន្តែវាពិតជាមានចៃដន្យជួនកាលយើងទៅរំខានកន្លែងមានមនុស្សនៅចៃដន្យជួបគ្នាចៃដន្យព្រោះខ្ញុំខ្លួនឯងខ្ញុំជឿថាពេលច្រើនខ្មោចលងគឺចៃដន្យយើងក៏មិនចង់ជួបវាក៏មិនចង់ជួបយើងអាហ្នឹងជាជំនឿរបស់ខ្ញុំប៉ុន្តែបើសិនជាយើងពុំមានអារម្មណ៍ខ្លាចសោះហើយយើងបានឃើញហើយអ្វីដែលយើងឃើញជារឿងថ្មីដែលយើងមិនធ្លាប់មាននៅក្នុងដិតដាមក្នុងអារម្មណ៍ភាគរយអាចដែរវាជាពលឹងខ្មោចពិតប្រាកដហើយមួយទៀតពលឹងខ្មោចពិតប្រាកដដូចយើងបានឃើញពុំមានសតិបញ្ញាជជែកគ្នាច្រើនដូចមនុស្សធំទេគឺរបៀបក្មេងប៉ុន្តែនេះជាបញ្ហាបច្ចេកទេសសាសនាដែលយើងនឹងមិនជជែកលម្អិតអំពីរឿងហ្នឹងទេក៏ប៉ុន្តែបើមនុស្សមិនខ្លាចហើយនៅតែឃើញហើយក៏នៅតែមិនខ្លាចអានោះអាចជាការពិតដែរអាចជាការពិតព្រោះបើទុកជាអាហ្នឹងជាការបង្កើតក៏អត់ប៉ះពាល់ជីវិតគាត់ដែរព្រោះក៏អត់ខ្លាចទេឃើញហើយក៏អត់ខ្លាចដែរអញ្ចឹងវាជាការពិតក៏អត់បញ្ហាវាខ្លាំងក៏អត់បញ្ហាបាទអើយនៅក្នុងភាសាបច្ចេកទេសបងនិយាយមិញអញ្ចឹងថាអារូបវប្បធម៌របស់យើងចិត្តប្រឡាចក្មេងបាទដូចចិត្តនិយាយពាក្យអវិជ្ជមានណាមួយដើម្បីក្មេងខ្លាចដូចថាដើរលេងយប់ខ្មោចចេញមកលងអីចឹងទៅឲ្យស៊ីពវៀនដែរដឹងថាក្មេងដែលអត់ដែរលឺរឿងនឹងសោះអត់ខ្លាចអីសោះបាទក្មេងអត់ដឹងអត់ខ្លាចទេឃើញខ្មោចក៏វាអត់ខ្លាចវាអាចបែងចែកថានឹងខ្មោចទេអញ្ចឹងវាអត់ខ្លាចអីទេអញ្ចឹងវាដូចគ្នានឹងឯងមនុស្សយើងមានការគេហៅបញ្ជូនសារពីចំនួនមួយទៅចំនួនមួយឧទាហរណ៍ដូចពេលខ្លះពុកម្ដាយជាអ្នកបញ្ជូនសារនឹងទៅកូនគាត់ធ្លាប់មានអារឿងភ័យខ្លាចនៅក្នុងចិត្តស្រាប់ពេលកូនមកគាត់បញ្ជូនរឿងនឹងទៅដោយតាមរយៈសែនអ្នកពេលខ្លះអាចតាមរយៈសែនពេលខ្លះគឺតាមរយៈពាក្យស្ដីការនិទានបន្តអូយនិទានបន្លាចនេះគឺជំនាញរបស់ប្រជាជនខ្មែរយើងហើយបាទអញ្ចឹងវាធ្វើឲ្យរូបភាពនឹងវាដុតដាមប្រជាជន
ធម្មតាក្មេងវាមិនធំពេលធំមកគាត់ចាប់ដើមមានរូបភាពហ្នឹងទៅកន្លែងនេះតិចដូចខ្មោចលងទៅ អញ្ចឹងបានយើងច្រើនសម្គាល់ថាមិនបានពួកបរទេសមិនសូវចេះខ្លាចពេលមកស្រុកខ្មែរកន្លែងដែលយើងខ្លាចហេតុអីបានជនបរទេសអត់ខ្លាចពីព្រោះគេអត់មាន concept ដឹងនៅក្នុងខួរក្បាលគេទេ គេគិតចឹង បាទក្នុងខួរក្បាលគេផ្ទះបុរាណមិនមែនជាកន្លែងខ្មោចនៅទេផ្ទះបុរាណវាជាស្ថាបត្យកម្មបុរាណមានរចនាបថមានគ្រឿងលម្អដែលគេចង់ទៅមើលហើយយើងពេលខ្លះយើងឆ្ងល់តែពួកនឹងចូលទៅនឹងអត់ខ្លាចទេហេតុអីបានគេអត់ខ្លាចពីព្រោះគេអត់ទទួលបានការបន្លាចហ្នឹងបាទ គេហៅការបញ្ជូនសាររបស់គេវាអត់មានរូបភាពដូចយើងទេ បាទ ហើយមិនឆ្ងល់ខ្មោចអឺរ៉ុបខ្មោចខ្មែរអត់ដូចគ្នា ខ្មោចអឺរ៉ុបអត់ដូចខ្មោចខ្មែរទេបើសិនជាខ្មោចខ្លាំងខ្លាយដូចបងនិយាយមិនអញ្ចឹងណា បាទ អត់ដូចគ្នាទេ ព្រោះរូបភាពដែលបញ្ជូនទៅនោះវាខុសៗគ្នាទៅតាមជំនឿសាសនានីមួយៗ បើធ្វើដំណើរទៅដល់អឺរ៉ុបធ្វើដំណើរទៅដល់អារ៉ាប់ដល់អាមេរិកហើយនៅឃើញខ្មោចខ្មែរទៅនឹងទៀតអាហ្នឹង 100% ហ្មង មិនខ្មែរមិនខ្មោចទេ បាទ ព្រោះខ្ញុំជឿថា 100% ខ្មោចអឺរ៉ុបវាលងនៅអឺរ៉ុបហើយ បែបអឺរ៉ុប យើងជជែកនេះមិនមែនក្នុងគោលបំណងប្រអាប់ឬក៏ឌឺដងអីនរណាទេប៉ុន្តែយើងក៏ចង់បង្ហាញថាតើតភាពបែបណាវាជាអីហើយយើងចង់ឲ្យមានការសិក្សាស្វែងយល់ឡើងវិញឧទាហរណ៍គាត់ស្រែកថាឃើញខ្មោចហើយយើងមើលអត់ឃើញតើសួរគាត់តភាពខ្មោចហ្នឹងមិនពេលខ្លះខ្មោចដែលលងគាត់ហ្នឹងលងនៅតែជុំវិញមួយយើងទេអត់មានយើងវាអត់លងទៀត ហើយដើរជុំគ្នាឃើញខ្មោចម្នាក់ឯងអាហ្នឹងវាមានន័យថាគាត់បង្កការលំបាកហើយនឹងរាំងស្ទះនៅឱកាសខ្លួនឯងច្រើនណាឧបមាដូចថារឿងហ្នឹងគេធ្វើបានគ្រប់គ្នាតែគាត់ធ្វើអត់បានពីព្រោះគាត់ខ្លាចរបស់ហ្នឹងមានកន្លងមកមានតែសិស្សខ្លះគាត់ពីមុនមកមិនដែលខ្លាចទេឃើញបកគោលក្រាក់បកគោលអីដល់គេថតរឿងបកគោលក្រាក់មានព្រលឹងខ្មោចហ្នឹងឃើញបកគោលក្រាក់ចេះខ្លាច ព្រឺតិចមានព្រលឹងញៀននៅក្នុងហ្នឹង អញ្ចឹងអាអស់ហ្នឹងវាចាប់ផ្ដើមបង្កើតស្អីក៏មានខ្មោចនៅក្នុងដែរយូរទៅស្រុកយើងថតរឿងអី វត្ថុបុរាណកឡបុរាណនេះអូយដល់មានព្រលឹងខ្មោចចងចាំនៅនឹង បាទអញ្ចឹងរបស់ខ្លះរបស់សក្ការៈក៏ទៅជាខ្លាចរបស់ខ្លះដល់យើងខ្លាចពេកទៅយើងបោះបង់ចោលនៅអីដែលជាបាត់តម្លៃរបស់វាពេលខ្លះអីយើងសង្កេតឡើងវិញសង្កេតខ្លួនឯងឡើងវិញហើយយើងជាសារដាស់តឿនទេយើងគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាបានយល់ដឹងបន្ថែមបើអ្នកទាំងអស់គ្នាពេញចិត្តស្ដាប់ក៏ស្ដាប់បើមិនពេញចិត្តស្ដាប់អាចអូររំលងបានបាទហើយបើចង់តបអាចតាមរយៈ comment មិនបានតាមរយៈ message បានយើងនឹងឆ្លើយឆ្លងការចែកពីការមើលឃើញខ្មោចខ្ញុំគិតថាវាក្នុងសេចក្តីរួមគឺម្យ៉ាងតើវារំខានជីវិតរស់នៅរបស់យើងអត់ហើយបើសិនជាវារំខានជីវិតរស់នៅរបស់យើងស្វែងរកជំនួយដំបូងបើសិនជាខ្មោចខ្លាយទៅពេទ្យទៅកន្លែងពេទ្យចិត្តសាស្ត្រឬក៏អ្នកវិទ្យាសាស្ត្រល្អបំផុត បើខ្មោចមែនទែនទៅអាចារ្យទៅអ្នកចិត្តសាស្ត្រចេះអត់ជួយតែបានទេ កន្លងមកយើងជជែកវាលេងតែបើសិនជាខ្មោចនឹងជាខ្មោចខ្លាយដោយនិមិត្តដោយខ្លួនគាត់ទេយើងស្រោចទឹកយើងសូត្រធម៌ប្រមាណកាឆេក៏អត់បាត់ដែរហើយបើសិនជាខ្មោចពិតទោះបីគាត់លេបថ្នាំប្រមាណកាឆេក៏អត់បាត់ដូចក៏វាជាដែរព្រោះខ្មោចពិតអញ្ចឹងមានអីទេថាខ្មោចពិតទៅរកអាចារ្យខ្មោចខ្លាញ់ខ្លាយរញោមរូបចិត្តសាស្ត្រអញ្ចឹងយើងសាកល្បងទាំងអស់គ្នាពេលខ្លះបើសិនកើតណីហ្នឹងវា complicated វាស្មុគស្មាញខ្លាំងទៅទាំងអស់គ្នាទៅមើលទៅសង្កេតទាំងអស់គ្នាព្រោះយើងមានវិធីសង្កេតរៀងៗខ្លួនថាវាពិតឬខ្លាំងហ្នឹងដូច្នេះมันមានវិធីអ្វីក្រៅតែពីទៅរកអ្នកជំនាញទេជិះអត់ផុតពីអ្នកជំនាញទេខ្ញុំមាន quote មួយឧទាហរណ៍ដូចពាក្យគេនិយាយថាបើយើងខូចឡានហើយយើងទៅរកជាងម៉ូតូសួរថាជាងម៉ូតូជួសជុលឡានឲ្យយើងបានអត់ប្រហែលជាគាត់ចេះតិចតួចដែរប៉ុន្តែក៏មិនមែនជាជំនាញរបស់ចុះបើយើងខូចម៉ូតូទៅរកជាងទូរស័ព្ទហ្នឹងកាន់តែឆ្ងាយអញ្ចឹងវាថាខូចអីទៅរកជាងហ្នឹងទៅហើយបើមិនដឹងថាខូចអីទេសួរគេបាទមើលសង្កេតមើលខូចអីឲ្យអ្នកជំនាញគេមើលបើទូ